ជំរាបសួរគ្រូខ្ញុំបាទមូលដ្ឋានសិស្សវីដេអូនេះខ្ញុំមកធ្វើពីការងារទី3ដែលគ្រូបានដាក់ឲ្យដែលការងារទី3ហ្នឹងគឺយើងត្រូវមក install SX server ហើយយើងចូលមកកាន់កម្មវិធីរបស់យើងមកហើយចូលមក terminal មុននឹងធ្វើការ install SX គឺយើងត្រូវការ update package មួយអូខេបន្ទាប់ពីយើងបាន update វាហើយគឺយើងចូលមក install open SSH server អូខេបន្ទាប់ពីយើង install SSH open server ហ្នឹងហើយគឺយើងចូលមក enable អូខេបន្ទាប់ពីយើង enable វាហើយគឺយើងចូលមកឆែកមើល search វាថាវាបាន active អត់អញ្ចឹងយើង sudo systemctl status s8 អូខេអញ្ចឹងគឺវាបាន active ហើយបន្ទាប់ពីយើងឆែកឃើញថា active ហើយគឺយើងចូលមក allow វា c do allow sa អូខេបន្ទាប់ពីយើង allow វាហើយគឺវានឹង load ឃើញ role update បែបនេះបន្ទាប់ពីយើង allow វាហើយគឺយើងឆែកមើល IP server អញ្ចឹងនេះគឺជា IP server របស់យើងបន្ទាប់មកយើងធ្វើការ ping តែនៅ IP server ហ្នឹងអញ្ចឹងគឺវាបាន connect ហើយបន្ទាប់ពីយើងតែ IP របស់យើងហើយគឺយើងចូលមកតែនៅក្នុង PowerShell ម្ដងចូលមកតែក្នុង PowerShell តែ username របស់យើងជាមួយនឹង SSH អញ្ចឹងដោយសារតែនៅលើ pop-in នេះគឺអត់មាន PowerShell ទេអញ្ចឹងគឺយើងធ្វើការ install PowerShellចឹងកន្លែងហ្នឹងគឺយើងត្រូវ install PowerShell ដើម្បីតេស្តនៅ command ចុងក្រោយនេះដែលយើងត្រូវការប្រើ PowerShell ដើម្បី run នៅ command sh ជាមួយនឹង username របស់យើងហើយនឹង IP server ចឹងបន្ទាប់មកយើងធ្វើការ download
នៅPowerShell នេះយើងធ្វើការរងចាំវាបន្តិច អូខេអញ្ចឹងបន្ទាប់ពីយើង install PowerShell មកហើយយើងធ្វើការចូលបង្កើត PowerShell មកយើង ls8 តមកឈ្មោះ username របស់យើងហ្នឹងគឺឈ្មោះខ្ញុំហើយកន្លែងនេះគឺវាសួរបញ្ជាក់យើងថាយើងធ្វើការ continue connect thing ហ្នឹងអត់អញ្ចឹងយើង comment យកមក password ហើយអញ្ចឹងកន្លែងនេះគឺវាបាន connection គ្នាហើយបន្ទាប់មកយើងធ្វើការឆែកនៅ user របស់យើងកំពុងឈរហ្នឹងចឹងកន្លែង hostname នេះបើសិនជានៅលើម៉ាស៊ីនពិតគឺវានឹង load ឈ្មោះ desktop ឬក៏ PC របស់យើងហ្នឹងនៅកន្លែងហ្នឹងហើយចឹងហ្នឹងហើយលោកគ្រូវីដេអូដែលទី3ដែលធ្វើការ enable ASA ហ្នឹងគឺបានបញ្ចប់ហើយអរគុណលោកគ្រូជំរាបលា